នារីម្នាក់គ្រាន់តែបានបេះផ្លែប៉េះនៅលើភ្នំយកមកញ៉ាំស្រាប់តែភ្លាមនោះក៏ធ្វើឲ្យនាងមានផ្ទៃពោះរឿងនេះវាពិតជាចម្លែកពេកហើយមានរឿងបានដំណើរថានៅថ្ងៃមួយអាហ្វុងបានឡើងទៅលើភ្នំដើម្បីបេះបន្លែព្រៃដោយដើរយូរហើយស្រេចទឹកពេលនេះនាងក៏ឃើញដើមប៉េះដែលមានផ្លែយ៉ាងប្រហុំពេញដើមពេលនោះនាងក៏បានបេះវាមួយហើយយកមកខាំផ្លែប៉េះនោះពិតជាមានរសជាតិផ្អែមរួចហើយនាងក៏ដើរសំដៅមកភូមិវិញស្រាប់តែប៉ុន្មានថ្ងៃក្រោយមកអាហ្វុងនាងសង្កេតឃើញពោះរបស់នាងហាក់ប្រែប្រួលបន្តិចម្ដងនាងពិតជាមានការតក់ស្លុតនិងភ័យខ្លាចព្រោះវាមិនទាន់បាននឹងរៀបការផងហើយក៏មិនដែលមានទំនាក់ទំនងជាមួយបុរសណាតើវាមានផ្ទៃពោះដោយរបៀបណានាងមិនហ៊ានទៅនិយាយប្រាប់អ្នកណានោះទេប៉ុន្តែពួករបស់នាងពីមួយថ្ងៃទៅមួយថ្ងៃចេះតែធំឡើងទីបំផុតក៏ត្រូវបានម្ដាយរបស់នាងមើលឃើញពេលនោះអាហ្វុងនាងបានរៀបរាប់ប្រាប់ម្ដាយរបស់នាងទាំងទឹកភ្នែកម្ដាយហាក់មិនសូវជឿនឹងសម្ដីរបស់នាងតែគាត់ក៏មិនដឹងធ្វើម៉េចព្រោះរឿងវាកើតឡើងទៅហើយបានត្រឹមតែស្រក់ទឹកភ្នែកអាណិតកូនប៉ុន្មានខែក្រោយមកអាហ្វុងនាងសម្រាលបានកូនភ្លោះស្រីមួយប្រុសមួយពេលនោះអ្នកភូមិគេបានយល់ថាវាជារឿងអាម៉ាស់មួយសម្រាប់ភូមិដូច្នេះហើយពួកគេបានពិភាក្សាគ្នាថានឹងយកកូននោះទៅបោះបង់ចោលអាហ្វុងនាងធ្វើមិនបានដោយយកសាច់ឈាមរបស់ខ្លួនទៅបោះបង់ចោលនោះទេទោះលំបាកយ៉ាងណានាងត្រូវតែមើលថែពួកគេទាំងពីរឲ្យបានល្អនាងនិងម្ដាយរបស់នាងក៏បាននាំគ្នារត់ទៅនៅលើភ្នំដោយស្ងាត់ចាប់ពីពេលនោះមកអាហ្វុងនាងមិនយកប្តីទេនាងបានប្រឹងប្រែងចិញ្ចឹមកូនទាំងពីររបស់នាងជាមួយម្ដាយក៏ប៉ុន្តែស្ត្រីម្នាក់ដែលមានកូនហើយដោយគ្មានការរាប់អាពាហ៍ពិពាហ៍វាពិតជាធ្វើឲ្យអ្នកអតីតពិបាកទទួលយកដូច្នេះហើយនៅពេលដែលមាននរណាម្នាក់ឆ្លងកាត់ខ្ទមរបស់នាងនាងតែងតែឲ្យកូនទាំងពីររបស់នាងរត់ទៅពួនសិននាងធ្វើបែបនេះជារឿយរហូតកូនរបស់នាងមានអាយុ7 ឆ្នាំហើយ7 ឆ្នាំមកនេះនាងមិនដែលចុះពីលើភ្នំក៏មិនដែលជួបមនុស្សម្នានៅខាងក្រៅឡើយនៅថ្ងៃមួយកូនទាំងពីរស្រាប់តែនិយាយទៅកាន់ម្ដាយរបស់គេថាម៉ែពួកយើងធំហើយយើងមិនអាចលាក់ខ្លួននៅលើភ្នំជារៀងរហូតបានទេពួកយើងគួរត្រូវទៅហើយពួកយើងលែងធ្វើជាបន្ទុកឲ្យម៉ែហើយនឹងនិយាយពិបាកទៀតហើយពេលនោះសៀវហ្វុងស្រាប់តែហូរទឹកភ្នែកភ្លាមរួចហើយនាងពោលថាកូនសម្លាញ់កូនទើបតែប៉ុណ្ណឹងតើកូនអាចនឹងទៅធ្វើអ្វីនេះទីណាពេលនោះកូនក៏បានឆ្លើយថាម៉ែពួកយើងមិនមែនជាមនុស្សធម្មតានោះទេដោយសារតែម៉ែបានញ៉ាំផ្លែប៉ះអម្តាក់ហើយក្នុងផ្លែប៉េះនោះក៏មានវិញ្ញាណនិងធម៌ពលដ៏ខ្លាំងក្លាទើបធ្វើឲ្យយើងទាំងពីរក្លាយជាមនុស្សនៅឋានកណ្ដាលហើយពេលនេះពួកយើងទាំងពីរត្រូវដល់ពេលត្រឡប់ទៅឋានសុខវិញនៅពេលដែលម៉ែចែកឋានបានពួកយើងនឹងមកទទួលម៉ែមិនខាននៅពេលដែលពួកខ្ញុំទៅបាត់ប្រសិនបើម៉ែមានរឿងអីខ្វះខាតអីម៉ែគ្រាន់តែទៅបន់ស្រន់នៅក្រោមដើមប៉េះនៅមុខផ្ទះរបស់យើងពេលនោះអ្វីដែលម៉ែត្រូវការនឹងលេចចេញមកភ្លាមនៅពេលដែលពួកគេនិយាយរួចពួកគេក៏បានអមគោរពរួចហើយក៏លីខ្លួនបាត់ទៅចាប់ពីពេលនោះមកអាហ្វុងនិងម្ដាយក៏ត្រូវបានរស់នៅតែពីរនាក់ម្ដាយនិងកូនយ៉ាងកណ្ដោចចនដែងហើយជីវភាពរបស់គេក៏ពិតជាលំបាកវេទនាណាស់ថ្ងៃមួយអាហ្វុងបានទៅមើលពាងអង្កររបស់នាងដោយក្តីព្រួយបារម្ភភ្លាមនោះនាងក៏នឹកឃើញពាក្យសម្ដីរបស់កូនហើយពេលនោះនាងក៏បានសម្រេចចិត្តសាកល្បងវាមើលនាងក៏បានដើរទៅក្រោមដើមប៉េះហើយលើកដៃសំពះបន់ស្រន់នៅព្រឹកបន្ទាប់ពេលអាហ្វុងបើកទ្វារចេញមកនាងពិតជាភ្ញាក់ផ្អើលនៅពេលឃើញអង្ករមួយបើពេញនៅក្រោមដើមប៉េះចាប់ពីពេលនោះមកម្ដាយនិងកូនរបស់នាងក៏ពឹងផ្អែកទៅលើដើមប៉ះនោះនៅពេលដែលអាហ្វុងនាងខ្វះអង្ករប្រប្រេងអំបិលនិងសម្ភារៈចាំបាច់ផ្សេងនាងតែងតែបន់ស្រន់នៅក្រោមដើមប៉េះនោះគឺនាងតែងតែបន់ស្រន់នៅពេលយប់ហើយរបស់របរដែលនាងត្រូវការនឹងលេចចេញមកនៅព្រឹកបន្ទាប់ប៉ុន្មានឆ្នាំក្រោយមកម្ដាយរបស់អាហ្វុងក៏បានទទួលមរណភាពអាហ្វុងនាងពិតជាមានការសោកសៅយ៉ាងខ្លាំងណាមួយនៅក្នុងផ្ទះក៏គ្មានរបស់របរអ្វីសម្រាប់នឹងពិធីបុណ្យនាងក៏បានទៅក្រោមដើមប៉េះដើម្បីបន់ស្រន់ហើយនៅថ្ងៃបន្ទាប់សម្លៀកបំពាក់សម្រាប់ពិធីបុណ្យសពជាច្រើនឈុតក៏បានលេចចេញមកក្រោមតាមប៉េះពេលនោះនាងក៏រៀបចំពិធីដើម្បីឲ្យម្ដាយរបស់នាងបានស្ងប់ចិត្តសម្រាប់ផ្លូវទៅកាន់សុគតិភពបន្ទាប់មកសៀវហ្វុងក៏បានរស់នៅក្នុងខ្ទមលើភ្នំតែម្នាក់ឯងហើយនាងតែងតែសច្ចាស់ថានឹងមិនយកប្តីឡើយនាងបានរស់នៅទីនោះរហូតនាងមានអាយុ60 ឆ្នាំនៅក្នុងរដូវបុណ្យប្រមូលផលអ្នកមីងចៅដែលជាអ្នកជិតខាងរបស់គាត់បានយកនំចំណីមកឲ្យគាត់សម្រាប់ពិធីបុណ្យនេះពួកគាត់ទាំងពីរក៏បានជែកគ្នាពីនេះពីនោះអស់មួយសន្ទុះបានអ្នកមីងចៅគាត់ត្រឡប់ទៅវិញនៅល្ងាចនោះស្រាប់តែមានពកមួយដុំបានលេចចេញគ្រប់លើដំបូលខ្ទមរបស់គាត់វាក៏បានចេញពន្លឺជាច្រើនពណ៌ដូចអេនូពេលនោះស្រាប់តែមាននារីម្នាក់ដែលមានសម្លៀកស្លៀកពាក់ជាទេវតាលេចចេញនៅលើពកពេលនោះអ្នកភូមិក៏បានផ្អើលនាំគ្នាមកមើលអ្នកខ្លះក៏បានលុតជង្គង់ស្វាយបង្គំនៅពេលដែលគេពិនិត្យមើលឲ្យកាន់តែច្បាស់ទៅទេវតាស្រីម្នាក់នោះគឺជាលោកយាយហ្វុងគាត់បានឈរនៅលើទាំងពុកអស់មួយសន្ទុះបន្ទាប់មកក៏ចាប់ផ្ដើមជិះពុកហោះឡើងទៅលើបន្តិចម្ដងរហូតបាត់ស្រមោលសូនអឈឹងរំពេចអ្នកភូមិក៏បានចូលទៅក្នុងខ្ទមរបស់យាយហ្វុងពួកគេឃើញយាយហ្វុងស្លៀកពាក់យ៉ាងស្អាតបាតអង្គុយលើពើអ៊ីហើយមុខរបស់គាត់ញឹមយ៉ាងស្រស់តែគាត់បានដាច់ខ្យល់ទៅហើយពេលនោះអ្នកភូមិក៏ចាប់ផ្ដើមមានអារម្មណ៍រំជួលចិត្តអាណិតយាយហ្វុងស្រាប់តែរំពេចនោះមានបរិសុទ្ធនារី2នាក់បានលេចចេញមកពួកគេបានដើរចូលក្នុងខ្ទមទៅរកយាយហ្វុងបន្ទាប់មកពួកគេក៏បានគោរពអរគុណអ្នកភូមិទាំងអស់ដែលបានជួយមើលថែម្ដាយរបស់គេជាច្រើនឆ្នាំមកនេះពេលនោះទើបអ្នកភូមិបានដឹងថាពួកគេទាំងពីរនាក់ជាកូនភ្លោះរបស់យាយហ្វុងដែលទើបតែត្រឡប់មកវិញពេលនោះពួកគេបានបញ្ចុះស្ដេចរបស់គេនៅក្រោមដើមប៉េះហើយចាប់ពីពេលនោះមកដើមប៉េះនោះក៏ចេះតែដុះលូតលាស់ល្អទៅហើយផ្លែរបស់វាក៏ធំហើយក្រហមល្អហើយចំណែកសាច់របស់វាក៏មានពណ៌ថ្លានិងមានទឹកដមផ្អែមឈ្ងុយឆ្ងាញ់ជាងផ្លែប៉េះធម្មតាអ្នកភូមិចិត្តឆ្ងាយតែងតែហៅផ្លែប៉េះនោះថាជាផ្លែប៉េះទេព